សូមជូនរឿងក្រោយផ្ទះមានខ្មោចសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងពិតមួយពីប្រទេសថៃទៀតហើយរឿងនឹងខ្ញុំបានឃើញនៅក្នុង website មួយហើយគេបានបញ្ជាក់ថាវាគឺជារឿងពិតរឿងនឹងនិយាយពីក្រុមគ្រួសារមួយដែលមានលោកវិសាលឆៃនិងអ្នកស្រីម៉ាលីជាមេគ្រួសារកាលពីឆ្នាំ2013ពួកគាត់បាននាំគ្នាទិញដីមួយកន្លែងនៅឯជាយក្រុងបាងកកហើយទិញបានក្នុងតម្លៃដ៏ពិសេសទៀតផងដីនឹងមានទំហំធំល្មមសម្រាប់សាងសង់ផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតហើយក៏ជាទីកន្លែងដែលពួកគាត់អាចចិញ្ចឹមកូនទាំង3នាក់ក្នុងបរិយាកាសសុខសាន្តពិសេសជាងនេះទៅទៀតដីនោះមានទីតាំងនៅក្បែរសាលារៀនមួយហើយក៏នៅមិនឆ្ងាយពីកន្លែងធ្វើការរបស់ពួកគាត់ដែរខណៈកំពុងតែឈរមើលដីទទេនោះអ្នកស្រីម៉ាលីក៏មានអារម្មណ៍ចម្លែកនៅពេលមើលទៅជ្រុងខាងឆ្វេងនៃដីជាកន្លែងដែលមានដើមឈើចាស់មួយដើមឈរយ៉ាងខ្ពស់ហើយម្លប់របស់វាហាក់ដូចជាងងឹតជាងកន្លែងផ្សេងទៀតភ្លាមនោះគាត់ក៏សួរប្តីគាត់ថាមិនចម្លែកទេឬដែលដីនេះមានតម្លៃថោកជាងដីជិតខាងច្រើនដល់ម្លឹងតែពេលនោះប្តីគាត់លោកវិសាលឆៃនឹងក៏តបថានេះគ្រាន់តែជាសំណាងល្អរបស់ពួកយើងប៉ុណ្ណោះព្រោះម្ចាស់ដីគាត់ចង់លក់វាដើម្បីឆាប់បានទៅរស់នៅស្រុកក្រៅយើងត្រូវសប្បាយចិត្តនឹងភ័ព្វសំណាងនេះល្អជាងក្រោយពេលប្រគល់លុយចុងក្រោយឲ្យម្ចាស់ដីរួចពួកគាត់ក៏បានសួរភ្នាក់ងារអចលនទ្រព្យអំពីប្រវត្តិនៃដីនឹងតែភ្នាក់ងារនោះមើលទៅដូចជាភ័យបន្តិចរួចគាត់ក៏និយាយថាដីនេះនៅទំនេរយូរមកហើយមិនមានអ្វីពិសេសឡើយតែខ្ញុំឮអ្នកស្រុកចាស់និយាយថាកាលពីយូរលង់ណាស់មកហើយម្ដុំនេះគឺជាកន្លែងដែលគេប្រារព្ធពិធីបុណ្យទានផ្សេងតែមិនមែន 10-20 ឆ្នាំមុនទេគឺរាប់សិបឆ្នាំមុនឮបែបហ្នឹងលោកវិសាលឆៃក៏និយាយទៅកាន់ប្រពន្ធថាកុំបារម្ភអីមិនមែនថ្មីនេះទេយើងគួរគិតគូររឿងសាងសង់ផ្ទះវិញល្អជាងពីសប្តាហ៍ក្រោយមកការសាងសង់ផ្ទះក៏ចាប់ផ្ដើមហើយគ្រប់យ៉ាងដំណើរការទៅតាមផែនការយ៉ាងរលូននៅថ្ងៃទី3នៃការងារពេលដែលគ្រឿងចាក់កំពុងជីកដីសម្រាប់ចាក់ក្រវ៉ាត់ពួកគេស្រាប់តែបានជួបប្រទះអ្វីមួយដែលមិនបានរំពឹងទុកពេលនោះមេជាងក៏បានស្រែកហៅលោកវិសាលឆៃឲ្យទៅមើលពេលទៅដល់ក៏ឃើញថានោះគឺជាឆ្អឹងមនុស្សពីរកន្លែងផ្សេងគ្នាមួយរាងធំវែងប្រហែលជាឆ្អឹងមនុស្សប្រុសហើយមួយទៀតទំនងជារបស់មនុស្សស្រីឃើញអញ្ចឹងពួកគេក៏បានតាក់ទងហៅប៉ូលីសឲ្យចុះមកពិនិត្យពេលប៉ូលីសមកដល់ពួកគេក៏បានពិនិត្យមើលនិងប្រាប់ថាវាទំនងជាឆ្អឹងចាស់និងយូរឆ្នាំណាស់មកហើយក្រោយពេលប្រមូលឆ្អឹងទាំងអស់នោះយកទៅទុកពិនិត្យរួចអស់ហើយក្រុមប៉ូលីសក៏បានប្រាប់ឲ្យផ្អាកដំណើរការសាងសង់ជាបណ្ដោះអាសន្នសិនពេលលោកវិឆ័យត្រឡប់ទៅផ្ទះជួលវិញគាត់ក៏ប្រាប់រឿងនឹងដល់ប្រពន្ធជាហេតុធ្វើឲ្យអ្នកស្រីម៉ាលីញាប់ញ័ររន្ធត់ខ្លាំងមែនទែនហើយគាត់ថែមទាំងមានយោបល់ទៅកាន់ប្តីថាគួរតែបោះបង់ផែនការធ្វើផ្ទះនោះចោលទៅប៉ុន្តែលោកវិសាលឆៃបានតបទៅវិញថាកុំបារម្ភពេកអីវាគ្រាន់តែជាឆ្អឹងចាស់ប៉ុណ្ណោះកាលពីសម័យមុនការបញ្ចុះសពនៅតាមដីតាមព្រៃវាគឺជារឿងធម្មតាទៅហើយវាមិនមែនមានន័យថាដីរបស់យើងជាប់បណ្ដាសាស្អីនោះទេយើងបានចំណាយលុយច្រើនណាស់លើដីហ្នឹងមិនគួរបញ្ឈប់ឡើយដល់ពេលប្តីនិយាយអញ្ចឹងអ្នកស្រីម៉ាលីក៏យល់ស្របតាមតែគាត់បានសុំឲ្យប្តីធ្វើពិធីតាមបែបសាសនានៅលើដីនោះមុនពេលចាប់ផ្ដើមសាងសង់ជាបន្តរួចប្តីគាត់ក៏យល់ព្រម3ថ្ងៃក្រោយមកខាងប៉ូលីសក៏បានជូនដំណឹងមកថាអាចអនុញ្ញាតឲ្យសាងសង់ផ្ទះជាបន្តបានហើយដល់អញ្ចឹងពួកគាត់ក៏បានទៅអញ្ជើញលោកតាអាចារ្យម្នាក់នៅក្នុងតំបន់ឲ្យមកធ្វើកិច្ចពិធីដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធទាំងឡាយដែលអាចនឹងរស់នៅក្នុងតំបន់នោះខណៈកំពុងតែសូត្រធម៌ស្រាប់តែមានខ្យល់បក់មកឡើង2-3 ដងហើយមានម្ដងនោះដែលជាលើកចុងក្រោយភ្លើងទៀនទាំងអស់ក៏បានរលត់លោកអាចារ្យបានឈប់សូត្រនិងឈរស្ងៀមហើយក៏បានសម្លឹងមើលជុំវិញខ្លួនដោយបើកភ្នែកធំដល់ពេលចម្លែកពេកលោកវិសាលឆៃក៏សួរថាមានរឿងអីប៉ុន្តែលោកអាចារ្យបានតបថាមិនមានរឿងអីទេគ្រាន់តែជាខ្យល់ធម្មតាប៉ុណ្ណោះបន្ទាប់ពីបញ្ចប់ពិធីលោកតាក៏វិលត្រឡប់ទៅវិញតែមុននឹងទៅគាត់ក៏បានហៅអ្នកស្រីម៉ាលីមកនិយាយដោយឡែកថា
ពិធីរបស់តាពិតជាជួយបានច្រើនប៉ុន្តែមិនទាំងអស់ទេចៅឯងត្រូវប្រុងប្រយ័ត្នចំពោះកូនជាពិសេសប្រយ័ត្នចំពោះកូនពៅព្រលឹងរបស់ពួកគេនៅបរិសុទ្ធវាងាយឆក់យកដោយវិញ្ញាណអាក្រក់ផ្សេងណាស់ហើយបើមានបញ្ហាអ្វីកើតឡើងកុំភ្លេចតាក់ទងមកតាអ្នកស្រីម៉ាលីបានត្រឹមតែភ័យញ័រនឹងអ្វីដែលតាអាចារ្យប្រាប់ប៉ុណ្ណោះតែគាត់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេប៉ុន្មានថ្ងៃកន្លងផុតទៅគ្រប់យ៉ាងក៏ប្រព្រឹត្តទៅជាធម្មតាគ្រឹះផ្ទះត្រូវបានបញ្ចប់ហើយការសាងសង់ជញ្ជាំងក៏ចាប់ផ្ដើមតែពេលទៅមើលការដ្ឋានលោកវិសាលឆៃតែងតែត្រូវក្រុមជាងសំណងប្រាប់ថាមានរឿងចម្លែកកើតឡើងក្នុងពេលធ្វើការគឺបាត់នេះបាត់នោះអញ្ចឹងទៅហើយតើតែឈប់រកទើបឃើញវាវិញដោយខ្លួនឯងហើយយប់ឡើងគឺតែងតែមានសំឡេងចម្លែកបន្លឺឡើងដែលស្ដាប់ទៅវាស្រដៀងនឹងសំឡេងមនុស្សស្រីយំលោកឆៃគាត់មិនមានអ្វីតបជាមួយនឹងក្រុមជាងទេគាត់បានត្រឹមតែទុកនៅក្នុងចិត្តប៉ុណ្ណោះនិយាយពីកូនរបស់លោកវិសាលឆៃនិងអ្នកស្រីម៉ាលីដែលមានចំនួន3នាក់នោះគឺប្រុសបងអាយុ12ឆ្នាំប្រុសកណ្ដាល9ឆ្នាំចំណែកស្រីពៅគឺអាយុ7ឆ្នាំក្រោយពេលផ្ទះរបស់ពួកគាត់ធ្វើរួចពួកគាត់ក៏នាំគ្នាចូលទៅរស់នៅជាធម្មតាដោយមិនមានរឿងចម្លែកអ្វីកើតឡើងទេក្នុងរយៈពេល1សប្តាហ៍ដំបូងហើយផ្ទះហ្នឹងគឺមានបន្ទប់សរុបទាំងអស់ចំនួន4បន្ទប់2នៅជាន់ខាងលើជារបស់កូនប្រុសទាំងពីរចំណែកបន្ទប់2នៅខាងក្រោមជារបស់កូនស្រីពៅហើយនឹងរបស់ប៉ាម៉ាក់មួយមានយប់មួយនោះពេលអ្នកស្រីម៉ាលីដើរពីផ្ទះបាយសម្ដៅទៅបន្ទប់ខាងមុខរបស់ខ្លួនគាត់ស្រាប់តែបានឮសំឡេងកូនស្រីពៅរបស់គាត់និយាយពេលហ្នឹងគាត់ពិតជាចម្លែកចិត្តមែនទែនព្រោះគាត់ដឹងច្បាស់ណាស់ថាកូនស្រីរបស់គាត់នៅក្នុងបន្ទប់នឹងតែម្នាក់ឯងទេដោយចង់ដឹងគាត់ក៏បានបើកទ្វារចូលទៅមើលស្រាប់តែឃើញកូនស្រីពៅកំពុងតែឈរស្ងៀមដូចរូបចម្លាក់នៅក្បែរបង្អួចនិងមើលទៅក្រៅដល់អញ្ចឹងគាត់ក៏ប្រញាប់រត់ចូលទៅសួរកូនថាមានរឿងអីពេលនោះស្រីពៅក៏ប្រាប់ម្ដាយមកវិញថាមុននេះនាងកំពុងតែនិយាយជាមួយតាចាស់ម្នាក់ឥឡូវគាត់ទៅវិញបាត់ហើយតែគាត់ថាគាត់នឹងវិលមកម្ដងទៀតអ្នកស្រីម៉ាលីព្រឺសម្បុរខ្លាំងមែនទែនពេលដែលឮកូនគាត់និយាយបែបហ្នឹងព្រោះគាត់យល់ថាតាចាស់ម្នាក់នោះមិនមែនជាមនុស្សទេដោយបារម្ភពីសុវត្ថិភាពកូនអ្នកស្រីក៏បានហៅកូនស្រីពៅឲ្យទៅគេងជាមួយនិយាយពីលោកវិសាលឆៃឯនោះវិញគាត់ជាមនុស្សដែលចូលចិត្តមើលទូរទស្សន៍ហើយគាត់មើលរហូតដល់យប់ជ្រៅទៀតផងប៉ុន្មានថ្ងៃក្រោយមានយប់មួយនោះខណៈកំពុងតែមើលទូរទស្សន៍ម្នាក់ឯងគាត់ស្រាប់តែបានឃើញតាមរយៈចុងកន្ទុយភ្នែកនៅរូបរាងមនុស្សស្រីម្នាក់ដើរពីទ្វារខាងមុខសម្ដៅទៅផ្ទះបាយខាងក្រោយគាត់យល់ថានោះគឺជាប្រពន្ធគាត់នឹងឯងប៉ុន្តែគាត់ចង់ដឹងថាប្រពន្ធគាត់នឹងមកពីណាពេលហ្នឹងគាត់ក៏បានសួរប៉ុន្តែម្នាក់នោះមិនឆ្លើយតបអ្វីទេដល់ពេលសួរមិនឆ្លើយអញ្ចឹងគាត់ក៏ក្រោកដើរទៅតាមហើយក៏ឃើញម្នាក់ហ្នឹងបានចូលទៅក្នុងបន្ទប់កូនពៅដល់ពេលគាត់ចូលទៅតាមបែរជាបាត់មិនឃើញម្នាក់ស្រីអំាញ់មិញដែលគាត់យល់ថាជាប្រពន្ធគាត់នោះឡើយគឺឃើញតែកូនស្រីពៅកំពុងតែឈរតោងមាត់បង្អួចហាក់ដូចជាកំពុងសន្ទនាជាមួយអ្នកណាម្នាក់អញ្ចឹងភ្លាមនោះគាត់ក៏បានសួរកូនស្រីគាត់រួចនាងក៏ងាកមកនឹងប្រាប់ប៉ារបស់នាងថានាងកំពុងនិយាយជាមួយអ្នកមីងម្នាក់លោកវិសាលឆៃគាត់ពិតជាភ្ញាក់ផ្អើលនឹងហេតុការណ៍នោះមែនទែនរួចគាត់ក៏នាំកូនស្រីទៅគេងជាមួយនៅក្នុងបន្ទប់គាត់សាជាថ្មីប៉ុន្តែយប់នោះកូនស្រីពៅរបស់គាត់ក៏បានភ្ញាក់នៅកណ្ដាលយប់ដោយសារនាងគេងយល់សប្តិអាក្រក់គឺជាសពឃើញតាចាស់ម្នាក់ហើយនឹងមនុស្សស្រីវ័យកណ្ដាលម្នាក់ដែលនាងធ្លាប់សន្ទនាជាមួយនោះបង្ហាញខ្លួនជារូបរាងអាក្រក់និងព្យាយាមដេញនាងចេញពីផ្ទះហើយពួកគេនិយាយថាដីនឹងគឺជារបស់ពួកគេមិនឲ្យនរណាមករំខានជាដាច់ខាតអ្នកស្រីម៉ាលីគាត់ភ័យនិងបារម្ភពីសុវត្ថិភាពកូនមែនទែនព្រោះអីតាអាចារ្យធ្លាប់បានប្រាប់រួចហើយថាអ្នកដែលនឹងមានបញ្ហាជាងគេគឺកូនពៅប៉ុន្តែលោកវិសាលឆៃឯនោះវិញគាត់មិនសូវជឿប៉ុន្មានទេទោះបីជឿក៏ដោយប៉ុន្តែគាត់នៅតែមានចិត្តមានះចង់ឈ្នះខ្មោចអញ្ចឹងហើយគាត់ក៏សម្រេចនៅផ្ទះនឹងបន្តដោយមិនមានវិធានការអ្វីឡើយប៉ុន្មានថ្ងៃក្រោយមកទៀតពេលត្រឡប់មកពីធ្វើការវិញលោកវិសាលឆៃស្រាប់តែបានឃើញកូនស្រីពៅរបស់គាត់បានឡើងទៅឈរលើដំបូលផ្ទះនិងត្រៀមលោតចុះមកក្រោមគាត់ពិតជាភ័យនឹងទិដ្ឋភាពនោះមែនទែន
ហើយក៏មិនដឹងដែរថាកូនស្រីគាត់អាចឡើងទៅដល់លើដំបូលបានដោយរបៀបណាមិនទាន់នឹងបានចុះពីឡានស្រួលបួលផងកូនស្រីពៅរបស់គាត់ក៏លោតចុះមកក្រោមបណ្ដាលឲ្យបាក់កស្លាប់នៅនឹងកន្លែងហេតុការណ៍នឹងវាធ្វើឲ្យប្តីប្រពន្ធលោកវិសាលឆៃពិបាកទទួលយកខ្លាំងមែនទែនប៉ុន្តែគ្រប់យ៉ាងវាបានកើតឡើងរួចទៅហើយក្រោយពេលធ្វើបុណ្យឲ្យកូនស្រីរួចពួកគាត់ក៏សម្រេចថាចាកចេញពីដីនិងផ្ទះមួយនោះតែម្ដងទៅសរុបមកដីនិងផ្ទះនោះក៏បានកើនខ្មោចម្នាក់ទៀតហើយគឺខ្មោចកូនស្រីពៅរបស់លោកវិសាលឆៃនឹងឯងបាទរឿងពិតខ្លីមួយនេះក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ